ព្រឹត្តិការណ៍សមរត្រីលើកនេះគឺកើតឡើងស្របពេលជាមួយនឹងថ្ងៃពិធីបុណ្យជុំបិណ្ឌអញ្ចឹងហើយខ្ញុំគិតថាជាពេលវេលាដ៏ល្អមួយដែលអាចឲ្យអ្នកទាំងគ្នាមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្តដោយសារតែពេលនេះគឺជាពេលវេលាដ៏ល្អមួយដែលអ្នកទាំងគ្នាសម្រាប់ពីការងារហើយបានមកទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះនៅក្នុងខេត្តសៀមរាបក៏ដូចជាដើរលេងនៅកន្លែងផ្សេងៗទៀតនៃឱកាសបុណ្យជុំបិណ្ឌនេះហើយនេះគឺជាលើកទី2នៃព្រឹត្តិការណ៍សមរត្រីនៅក្នុងឆ្នាំ2025នេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលព្រះអាទិត្យរះចំកណ្ដាលនៃកំពូលប្រាសាទអង្គរវត្តដែលកើតឡើងចន្លោះពីថ្ងៃទី21 22ដល់ថ្ងៃទី23អញ្ចឹងហើយអ្នកទាំងគ្នាអាចមកទស្សនាបាននៅក្នុងចន្លោះ3ថ្ងៃនៅក្នុងខែកញ្ញានេះដែលព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះគឺកើតឡើងតែ2ដងទេក្នុងមួយឆ្នាំអ្នកទាំងគ្នាហើយនេះគឺជាលើកទី2ផងដែរដែលកើតឡើងនៅក្នុងខែកញ្ញាហើយស្របគ្នាជាមួយនឹងថ្ងៃពិធីបុណ្យជុំបិណ្ឌអញ្ចឹងហើយនេះគឺជាពេលវេលាដែលល្អមួយមែនទែនដែលអ្នកទាំងគ្នាបានសម្រាប់ពីការងារដែលមិនចាំបាច់សុំច្បាប់មេនោះទេហើយអ្នកទាំងគ្នាក៏បានមកដើរលេងក៏ដូចជាទស្សនាព្រះអាទិត្យរះនៅប្រាសាទអង្គរវត្តផងដែរហើយបន្ទាប់ពីបានទស្សនាព្រះអាទិត្យរះនៅប្រាសាទអង្គរវត្តហើយអ្នកទាំងគ្នាក៏អាចដើរលេងអាចរីករាយជាមួយនឹងក្រុមគ្រួសារក្នុងឱកាសបុណ្យជុំបិណ្ឌមួយនេះផងដែរដោយសារតែយើងអាចបានសម្រាប់ទេអញ្ចឹងហើយរយៈពេល3ថ្ងៃនឹងអ្នកទាំងគ្នាអាចចំណាយពេលជាមួយក្រុមគ្រួសារជាមួយមិត្តភ័ក្តិដើរលេងកម្សាន្តឬក៏មកទស្សនាព្រះអាទិត្យរះនៅប្រាសាទអង្គរវត្តឬក៏កន្លែងផ្សេងៗជាច្រើនទៀតដែលអ្នកទាំងគ្នាចង់ទៅអញ្ចឹងថ្ងៃទី21នេះគឺដល់ព្រឹត្តិការណ៍សមរត្រីហើយកុំភ្លេចទៅចូលរួមទស្សនាទាំងអស់គ្នាហើយមួយវិញទៀតបើសិនជាអ្នកទាំងគ្នាក្រោកទៅយឺតអីគឺដឹងតែពិបាករកកន្លែងចូលហើយដោយសារតែពេលហ្នឹងគឺមនុស្សច្រើនខ្លាំងមែនទែនតែបើសិនជាអ្នកទាំងគ្នាចង់បានកន្លែងឈរមើលស្រួលតើតែក្រោកទៅមុនគេអាចចន្លោះខ្ទង់ពីម៉ោង4ជាងទៅម៉ោង5អីតែបើយើងទៅក្រោយម៉ោងហ្នឹងក៏បានដែរអ្នកទាំងគ្នាប៉ុន្តែគ្រាន់តែថាយើងអាចបានចូលចំកណ្ដាលទេគឺយើងអាចចូលទស្សនាបានសងខាងផ្លូវចូលកណ្ដាលនៃប្រាសាទអង្គរវត្តនឹងឯងអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងចាំជួបគ្នានៅថ្ងៃសមរត្រីទាំងអស់គ្នាបាយបាយ